នៅជ្រុងមួយនៃប្រទេសកម្ពុជាដែលលាក់បាំងពីភាពអ៊ូអរនៃទីក្រុងមានភូមិមួយឈ្មោះថាអមតៈភូមិនេះតាំងនៅក្បែរព្រៃអាតកំបាំងមួយដែលគេតែងនិយាយតៗគ្នាថាពោពេញទៅដោយវិញ្ញាណនិងបិសាចប្រជាជនភូមិអមតៈជាអ្នកស្រែចម្ការដ៏សាមញ្ញប៉ុន្តែរាល់យប់រលប់ពួកគេតែងបិទទ្វារផ្ទះយ៉ាងជិតហើយមិនហ៊ានចេញក្រៅនោះទេរឿងរ៉ាវដ៏ចម្លែកបានចាប់ផ្ដើមកើតឡើងកាលពីជាង50ឆ្នាំមុននៅពេលដែលមានមនុស្សជាច្រើនបានបាត់ខ្លួនដោយគ្មានមូលហេតុក្នុងព្រៃនោះអ្នកភូមិមួយចំនួននិយាយថាពួកគេបានឮសំឡេងយំសោកដ៏ព្រឺព្រួចនៅពេលយប់ហើយខ្លះទៀតថាពួកគេបានឃើញស្រមោលខ្មៅៗរង្គើចុះឡើងនៅតាមមាត់ព្រៃអស់រយៈពេលជាច្រើនចំនួនមកអ្នកភូមិរស់នៅដោយភាពភ័យខ្លាចដោយរឿងនិទានអំពីខ្មោចព្រាយបិសាចបានคล้ายជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេថ្ងៃមួយរិទ្ធីជាយុវជនម្នាក់មកពីទីក្រុងភ្នំពេញបានសម្រេចចិត្តមកធ្វើទស្សនកិច្ចនៅភូមិអមតៈដើម្បីស្រាវជ្រាវអំពីរឿងព្រេងនិទានក្នុងតំបន់សម្រាប់ការងារសរសេររបស់គាត់ជាមនុស្សដែលមានចិត្តក្លាហានមិនងាយជឿរឿងអភិយជំនឿហើយតែងតែស្វែងរកការពិតនៅពីក្រោយរឿងរ៉ាវដ៏អាថ៌កំបាំងទាំងនេះនៅពេលរិទ្ធីមកដល់ភូមិគាត់មានអារម្មណ៍ថាមានភាពស្ងប់ស្ងាត់ចម្លែកហើយឃើញអ្នកភូមិមើលមកគាត់ដោយកែវភ្នែកព្រួយបារម្ភលោកតាឈិនជាអ្នកភូមិចំណាស់ម្នាក់បានប្រមានរិទ្ធីថាគុំនៅទីនេះយូរពេកកូនអើយព្រៃនេះមិនមែនជាកន្លែងដែលមនុស្សរស់នៅគួរតែដើរលេងនោះទេរិទ្ធីបានញញឹមហើយឆ្លើយតបថាគុំបារម្ភអីលោកតាខ្ញុំគ្រាន់តែចង់សិក្សាអំពីវប្បធម៌និងប្រវត្តិសាស្ត្រនៅទីនេះបន្តិចបន្តួចប៉ុណ្ណោះយប់ដំបូងរបស់រិទ្ធីនៅឆ្ងងភូមិគឺពោពេញទៅដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ័យខ្លាចខ្យល់ត្រជាក់បានបោកតិចៗតាមបង្អួចផ្ទះសំណាក់របស់គាត់ព្យាយាមកេមលក់ប៉ុន្តែសំឡេងឆ្កែព្រុសពីចម្ងាយនិងសំឡេងសត្វទីទួយយំបានធ្វើឲ្យគាត់ពិបាកក្នុងការបិទភ្នែកនៅពាក់កណ្ដាលរាត្រីគាត់បានឮសំឡេងអបរិម្យ៉ាងសំឡេងគ្រហឹមតិចៗដូចជាសំឡេងមនុស្សខ្សឹបខ្សៀវចេញពីក្នុងព្រៃដំបូងគាត់គិតថាវាគ្រាន់តែជាសំឡេងខ្យល់ប៉ុន្តែសំឡេងនោះកាន់តែឮច្បាស់ឡើងរួមជាមួយនឹងសំឡេងយំសោកយ៉ាងស្រទន់ដែលធ្វើឲ្យរោមដៃរបស់គាត់ព្រឺខ្ញាក់រិទ្ធីបានក្រោកពីគ្រែហើយដើរទៅមាត់បង្អួចគាត់សម្លឹងមើលទៅក្រៅព្រៃងងឹតប៉ុន្តែមិនឃើញអ្វីក្រៅពីភាពងងឹតស្លុងនោះទេទោះយ៉ាងណាក៏ដោយគាត់មានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងកំពុងសម្លឹងមើលគាត់ពីក្នុងព្រៃនៅព្រឹកថ្ងៃបន្ទាប់ទោះបីជាមានការប្រមានពីអ្នកភូមិក៏ដោយរិទ្ធីបានសម្រេចចិត្តចូលទៅក្នុងព្រៃគាត់បានបំពាក់ខ្លួនដោយកាមេរ៉ាភៀវនិងកាំបិតតូចមួយសម្រាប់ការពារខ្លួននៅពេលដើរចូលទៅកាន់តែជ្រៅដើមឈើធំបានបាំងពន្លឺព្រះអាទិត្យស្ទើរតែទាំងអស់ដែលធ្វើឲ្យព្រៃទាំងមូលមានសភាពអាប់អបខ្យល់អាកាសកាន់តែត្រជាក់ឡើងហើយគាត់មានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងកំពុងតាមដានគាត់គ្រប់ជំហានគាត់បានឃើញស្លាកស្នាមចម្លែកនៅលើដើមឈើដូចជាស្នាមក្រញួចជើងធំនិងស្លាកស្នាមកោកខៀវដោយមិនមែនជាស្នាដៃរបស់សត្វព្រៃធម្មតាគាត់ក៏បានប្រទះឃើញបំណែកក្រដាស់ចាស់និងរបស់របរប្រើប្រាស់មួយចំនួនដែលហាក់ដូចជាត្រូវបានបោះបង់ជាយូរមកហើយភាពស្ងប់ស្ងាត់នៅថ្មងព្រៃគឺគួរឲ្យភ័យខ្លាចណាស់រហូតដល់គាត់អាចឮសំឡេងបេះដូងរបស់គាត់លូតប្រហាប់រិទ្ធីបានបន្តដើររហូតដល់គាត់បានទៅដល់ទីធ្លាមួយដែលពោពេញទៅដោយដើមឈើធំហើយនៅចំកណ្ដាលនោះមានអណ្ដូងចាក់ដែលក្រដាប់ដោយស្លែអណ្ដូងនោះមើលទៅហាក់ដូចជាត្រូវបានបោះបង់ជាយូរយារណាស់ហើយមានក្លិនស្អុយចម្លែកចេញពីវាគាត់បានជោគភៀវបំលីចូលទៅក្នុងអណ្ដូងហើយអ្វីដែលគាត់បានឃើញបានធ្វើឲ្យគាត់ស្ទើរតែដួលសន្លប់នៅបាត់អណ្ដូងគាត់បានឃើញឆ្អឹងមនុស្សរាយប៉ាយជាច្រើនហើយក្នុងចំណោមឆ្អឹងទាំងនោះមានបំណែកក្រណាប់ចាស់ដែលហាក់ដូចជារបស់អ្នកភូមិដែលបានបាត់ខ្លួនកាលពីមុនភាពភ័យខ្លាចបានវាយលុកពេញប្រាណខួយរបស់គាត់ដឹងថាគាត់បានរកឃើញអត្តកំបាំងដ៏គួរឲ្យភ័យខ្លាចរបស់ភូមិអមតៈហើយព្រៃនេះមិនមែនជាកន្លែងដែលពោពេញទៅដោយវិញ្ញាណទេតែជាកន្លែងបញ្ចប់សពរបស់ជនរងគ្រោះនៃឃាតករបិសាចរិទ្ធីបានរត់ត្រឡប់មកភូមិវិញដោយអស់កម្លាំងគាត់បានប្រាប់អ្នកភូមិអំពីការរកឃើញរបស់គាត់ប៉ុន្តែពួកគេមិនហាក់ភ្ញាក់ផ្អើលប៉ុន្មានទេលោកតាឈិនបាននិយាយទាំងទឹកមុខក្រៀមក្រំថាយើងដឹងហើយកូនអើយយើងដឹងជាយូរមកហើយអណ្ដូងនោះជាកន្លែងដែលបិសាចបានចាប់យកព្រលឹងអ្នកភូមិយើងទៅរិទ្ធីមិនយល់ថាតើពួកគេដឹងហើយហេតុអ្វីបានជាពួកគេមិនធ្វើអ្វីសោះ
លោកតាឈិនបានបន្តពន្យល់ថាកាលពីយូរលង់ណាស់មកនេះបិសាចមួយបានតាំងទីនៅក្នុងព្រៃនេះហើយវាតម្រូវឲ្យអ្នកភូមិបួជាមនុស្សម្នាក់រៀងរាល់ឆ្នាំដើម្បីជាថ្នោតនឹងការការពារភូមិពីគ្រោះថ្នាក់ផ្សេងៗបើមិនដូច្នេះទេបិសាចនោះនឹងបំផ្លាញភូមិទាំងមូលរិទ្ធីមានអារម្មណ៍ខឹងសម្បាចំពោះការសម្រេចចិត្តដ៏គួរឲ្យខ្លាចក្រុមលេងនេះនៅយប់នោះរិទ្ធីបានសម្រេចចិត្តថាគាត់មិនអាចនៅស្ងៀមបានគាត់បានប្រាប់អ្នកភូមិថាគាត់មិននឹងអនុញ្ញាតឲ្យមានការបួជាមនុស្សទៀតឡើយអ្នកភូមិភ័យខ្លាចប៉ុន្តែពាក្យសម្ដីរបស់រិទ្ធីបានដាស់ស្មារតីឲ្យពួកគេក្រោកឈរប្រឆាំងនឹងបិសាចនៅពេលកណ្ដាលរាត្រីខណៈដែលសំឡេងធ្ងន់និងសំឡេងសឹកសៀវបានបន្លឺឡើងពីព្រៃរិទ្ធីរួមជាមួយនឹងបរិសុទ្ធវ័យក្មេងមួយចំនួនទៀតនៅក្នុងភូមិដែលបានសម្រេចចិត្តរួមគ្នាបានដើរទៅកាន់អណ្ដូងពួកគេបានត្រៀមខ្លួនស្រេចដើម្បីប្រឈមមុខនឹងបិសាចនោះនៅពេលដែលពួកគេទៅដល់អណ្ដូងខ្យល់អាកាសคล้ายទៅជាត្រជាក់រញីនសាច់ហើយក្លិនស្អុយកាន់តែខ្លាំងឡើងរំពានោះស្រមោលក្មេងមួយបានលេចចេញពីក្នុងអណ្ដូងហើយបានកកើតជាទម្រង់ដ៏ធំសម្បើមមួយភ្នែករបស់វាមានពណ៌ក្រហមឆ្អិនហើយធ្មេញរបស់វាមុតស្រួយដូចកាំបិតវាជាបិសាចដែលបានបំភីផ្លាមភូមិអស់ជាច្រើនឆ្នាំការប្រយុទ្ធដ៏សាហាវបានចាប់ផ្ដើមរិទ្ធីនិងអ្នកភូមិបានប្រើកាំបិតនិងឧបករណ៍កសិកម្មរបស់ពួកគេដើម្បីវាយប្រហារបិសាចនោះមានកម្លាំងខ្លាំងក្លាប៉ុន្តែការរួមគ្នានឹងហៀបក្លាហានរបស់អ្នកភូមិបានធ្វើឲ្យវាចុះខ្សោយបន្តិចបន្តួចបន្តពីការប្រយុទ្ធដ៏លំបាករិទ្ធីបានសម្រេចចិត្តធ្វើអ្វីដែលមិននឹកស្មានដល់គាត់បានយកភៀលរបស់គាត់ទៅបំភ្លឺទៅលើសញ្ញាចម្លែកមួយដែលគាត់បានឃើញនៅលើជញ្ជាំងអណ្ដូងសញ្ញានោះមានពន្លឺចែងចាំងហើយបិសាចនោះបានស្រែកថ្ងោរយ៉ាងឈឺចាប់វាបានដួលរលំហើយរលាយដាច់ទៅក្នុងភាពងងឹតបន្សល់តែផ្សែងខ្មៅប៉ុណ្ណោះបន្តទីបិសាចបាត់បង់ទៅអ្នកភូមិបានដុតធូបទីមនិងសូត្រធម៌ដើម្បីបង្សុទ្ធអណ្ដូងនឹងព្រៃនោះភាពស្ងប់ស្ងាត់ត្រឡប់មកវិញប៉ុន្តែលើកនេះគឺជាភាពស្ងប់ស្ងាត់នៃសន្តិភាពមិនមែនភាពភ័យខ្លាចនោះទេចាប់ពីថ្ងៃនោះមកភូមិអមតាបានផ្លាស់ប្ដូរទាំងស្រុងរិទ្ធីបានជួយអ្នកភូមិអាចបិទអណ្ដូងនោះជាអចិន្ត្រៃយ៍ហើយបានរៀបចំពិធីបួងសួងសម្រាប់វិញ្ញាណជនរងគ្រោះពួកគេលែងរស់នៅក្នុងភាពភ័យខ្លាចទៀតហើយរឿងរ៉ាវរបស់បិសាចបានក្លាយជារឿងនិទានដែលគេបាននិយាយឡើងវិញដើម្បីរំលឹកអំពីភាពក្លាហាននិងការរួមគ្នារិទ្ធីបានស្នាក់នៅភូមិមួយរយៈដើម្បីជួយពួកគេអភិវឌ្ឍសង្គមហើយក្រោយមកគាត់បានត្រឡប់ទៅទីក្រុងវិញដោយមានរឿងថ្មីដើម្បីសរសេរនិងបេះដូងពេញទៅដោយការចងចាំដ៏គួរឲ្យភ័យខ្លាចប៉ុន្តែមានអត្ថន័យភូមិអមតៈលែងជាភូមិខ្មោចទៀតហើយវាបានក្លាយជាភូមិពេញទៅដោយក្តីសង្ឃឹមនិងការចាប់ផ្ដើមថ្មី